ជំរាបសួរលោកគ្រូអញ្ចឹងថ្ងៃនេះដែរខ្ញុំធ្វើការបង្ហាញcommand មួយចំនួនដើម្បីធ្វើការត្រួតពិនិត្យទៅលើ hardware ជាមួយនឹង system control អញ្ចឹងខ្ញុំនឹង start ជាមួយនឹង command ដើម្បីធ្វើការបង្ហាញពី CPU information ដែល command នោះគឺ command ls CPU command នេះដែរវានឹងបង្ហាញជាមួយនឹងព័ត៌មានផ្សេងៗពី CPU ដូចជា core model name street អីចឹងទៅអញ្ចឹងចូលដល់ command ទី2គឺ command 8top command 8top នេះដែរវានឹងធ្វើការបង្ហាញជាមួយនឹង real time CPU usage ជាមួយនឹង processes ដែលវានឹងបង្ហាញពីព័ត៌មាននៃការប្រើប្រាស់ real time CPU របស់យើងនឹងអញ្ចឹងដើម្បីចាក់ចេញពី command មួយនេះយើងអាចចុច Ctrl C វានឹងចាក់ចេញពី command មួយនឹងអញ្ចឹងខ្ញុំធ្វើការ clear command ចេញដើម្បីងាយស្រួលមើលអញ្ចឹងសម្រាប់ការប្រើប្រាស់ command ដើម្បីបង្ហាញពីព័ត៌មាន CPU គឺមានពីរនឹងចូលដល់ការប្រើប្រាស់ command ដើម្បីបង្ហាញពីព័ត៌មាន RAM វិញអញ្ចឹងយើងអាចប្រើប្រាស់ជាមួយនឹង command free.h អញ្ចឹងវានឹងបង្ហាញជាមួយព័ត៌មានផ្សេងតាក់ទងជាមួយនឹង RAM ដូចជា total RAM របស់យើងមានប៉ុន្មាន use state អស់ប៉ុន្មានហើយ available ឬក៏ free នឹងចំនួនប៉ុន្មានចឹងបកមកការមើលតាក់ទងជាមួយនឹងព័ត៌មានរបស់ storage វិញចឹងដើម្បីមើលព័ត៌មានជាមួយនឹង storage របស់យើងគឺយើងអាចប្រើប្រាស់ជាមួយនឹង command df.h វានឹងបង្ហាញជាមួយនឹងព័ត៌មានផ្សេងរបស់ storage ដូចជា size use state អស់ប៉ុន្មាន available storage ប៉ុន្មានអីចឹងទៅចូលដល់ command បន្ទាប់ទៀតគឺ command ដែលបង្ហាញពីព័ត៌មានរបស់ storage តែវាការបង្ហាញគឺចេញជាលក្ខណៈ tree structure វិញអញ្ចឹង command នោះដែរគឺ command lsblk អញ្ចឹងព័ត៌មានដែលវាបង្ហាញមកគឺវាបង្ហាញជាលក្ខណៈ tree structure ឲ្យយើងវិញចូលដល់ command មួយទៀតបើសិនជាយើងចង់បង្ហាញពីចង់ដឹងពីព័ត៌មានផ្សេងរបស់ IP network របស់យើងអញ្ចឹងយើងអាចប្រើប្រាស់មួយជាមួយនឹង command IPA វានឹងបង្ហាញជាមួយនឹងព័ត៌មានរបស់ IP network មកឲ្យយើងអញ្ចឹងបន្តទៅទៀតយើងចង់ដឹងពីព័ត៌មានរបស់ USB port របស់យើងអញ្ចឹងយើងគួរតែប្រើប្រាស់ជាមួយនឹង command នេះគេ command ដែលយើងអាចប្រើប្រាស់បាននោះគឺ command lsusb អញ្ចឹងពេលដែលយើង run ទៅវានឹងបង្ហាញជាមួយនឹងព័ត៌មានរបស់ USB port មកឲ្យយើងចូលដល់ command មួយទៀតគឺ command PSAUH command នេះដែរវានឹងបង្ហាញព័ត៌មាន real time CPU process ជាមួយនឹង usage ដូចគ្នានិយាយទៅដូចជាមួយនឹង command htop ដែរទេហើយចូលទៅ command មួយទៀតគឺ command PSA command PSA នេះដែរគឺវានឹងបង្ហាញពី PID របស់ PID អញ្ចឹងដូចរបស់ខ្ញុំអញ្ចឹងគឺ PID វាមានលេខប៉ុណ្នេះដើម្បីចង់ឃ្លាជាមួយប្រសេសទាំងអស់យើងអាចប្រើប្រាស់ជាមួយនឹង command មួយគឺ command ឃ្លាដក9ហើយដាក់ PID 8 24ចឹងពេលដែលយើងចង់ឃ្លាជាមួយប្រសេសលើ PID នឹងយើងអាចប្រើប្រាស់ជាមួយនឹង command នឹងបែប error ឥឡូវខ្ញុំសូម skip ទៅ command មួយទៀត command បន្តមកទៀតគឺវានឹងគឺតកតងជាមួយនឹងការ shut down ការ restart system Linux របស់យើងអញ្ចឹងដើម្បីចង់ធ្វើការ shut down ចង់ធ្វើការ restart ជាមួយនឹង Linux system របស់យើងអាចមានវិធីពីរបើសិនជាយើងចង់restart system Linux របស់យើងណាយើងអាចប្រើជាមួយនឹង command sudo shutdown or ហើយ now
ចឹងពេលដែលយើង run command ហ្នឹងគឺវានឹងrestart ជាមួយនឹង system Linux របស់យើងឥឡូវប៉ុន្តែបើសិនជាខ្ញុំថាអូចាំ5នាទីទៀតចាំ restart system Linux ឲ្យខ្ញុំអញ្ចឹងយើងអាចប្រើជាមួយនឹង command sudo shutdown $r ហើយបូក5អញ្ចឹងពេលដែលយើង run ទៅ command system Linux របស់យើងនឹង restart នៅក្នុងពេល5នាទីទៀត so ឥឡូវខ្ញុំចង់ run restart វា now ពេលដែលខ្ញុំ run ទៅវានឹង require យើងដាក់ password សិន so 1 2 3 4អូ say command ខុស so ខ្ញុំវាយសាមី shutdown now អូខេវា restart system Linux ឲ្យខ្ញុំហើយអូខេអញ្ចឹងខ្ញុំធ្វើការ login សាមីចូលដល់ command មួយទៀតគឺ command ដើម្បីធ្វើការ shutdown ជាមួយនឹង system Linux របស់យើងគឺវាស្ទើរជាមួយនឹងការ restart ដែរគឺយើងអាចប្រើប្រាស់ជាមួយនឹង command sudo shutdown now អញ្ចឹងវានឹងធ្វើការ shutdown ជាមួយនឹង system Linux ឥឡូវនឹងតែម្ដងប៉ុន្តែបើសិនជាយើងចង់ថាយើងចង់ shutdown នៅក្នុងពេល5នាទីទៀតអញ្ចឹងយើងអាចប្រើដូចគ្នាគឺយើងអាចប្រើបូក5ចឹងពេលដែលយើង run command ហ្នឹងទៅវានឹងshutdown ជាមួយ system Linux របស់យើងនៅក្នុងពេល5នាទីទៀតឥឡូវខ្ញុំបង្ហាញពីការ shutdown នេះ so ពេលដែលខ្ញុំ run ទៅLinux system របស់យើងនឹងត្រូវបាន shutdown ភ្លាមនឹងតែម្ដងអញ្ចឹងខ្ញុំគិតថាការបង្ហាញពីរបៀបការប្រើប្រាស់ command របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើន